នេះថ្ងៃហ្នឹងនាងខ្ញុំនឹងមកបង្ហាញអំពីវិធីក្រងសក់បែប3ធម្មតាអញ្ចឹងសម្រាប់បងប្អូនដែលចេះហើយសូមមិនបាច់មើលវីដេអូនេះទេតែសម្រាប់បងប្អូនដែលអត់ទាន់ចេះណាសូមមកតាមដានមើលវីដេអូនេះទាំងអស់គ្នានេះជាម៉ូដទី1នៅក្នុងការក្រងត្បូងឡើយគឺយើងត្រូវចែងសក់ហ្នឹងជា3ដុំជាដុំទី1ដុំទី2និងដុំទី3អញ្ចឹងយើងដាក់ខាងស្ដាំចូលជាមួយនឹងខាងឆ្វេងកងគ្នាហើយយើងទាញខាងនេះឲ្យតឹងដល់មកយើងដាក់ខាងវែងចូលខាងស្ដាំនេះជាម៉ូដគ្រឹះក្នុងការក្រងសក់អញ្ចឹងយើងធ្វើអញ្ចឹងឆ្វេងកងលើស្ដាំស្ដាំកងលើឆ្វេងម្ដងមួយនេះ យើងធ្វើបែបនេះរហូតដល់ទៅអស់សក់ហើយដើម្បីឲ្យសក់នឹងស្អាតល្អយើងត្រូវនេះនៅពេលដែលយើងក្រងហើយយើងច្បូតវាឲ្យមានភាពស្ដាប់ធ្នាប់ហើយយើងចង់ឲ្យវាធំបន្តិចគឺយើងហែកសក់នឹងមកបងប្អូនក្រងប្រើហែកប្រើបានស្អាតបើមិនជាយើងចាំក្រងហើយបានហែកគឺវាអត់ស្អាតទេអញ្ចឹងយើងត្រូវក្រងប្រើហែកប្រើក្រងប្រើហែកប្រើនេះជាគ្រឹះម៉ូដសក់នៅក្នុងការក្រងសក់អញ្ចឹងបងប្អូនដែលអត់ទាន់ចេះសក់បងប្អូនអាចមើលវីដេអូនេះខ្ញុំនេះបានបើសិនជាគិតថាវីដេអូមួយនេះល្អសម្រាប់បងប្អូនសូមជួយចុច like និងចុច share មួយផងដើម្បីនឹងបានវីដេអូក្រោយៗទៀតអរគុណសម្រាប់ការតាមដានហើយម៉ូដរបស់នាងខ្ញុំគឺថ្ងៃនេះគឺជាម៉ូដមេរៀនទី1គឺមានតែប៉ុណ្្នឹងទេគឺក្រងសក់បែបសាមញ្ញតែស្អាតនេះជាងក្រងរួចរាល់ហើយអញ្ចឹងនៅវីដេអូក្រោយខ្ញុំនឹងបង្រៀនពិធីនៃការក្រងសក់បង្កប់ហើយនិងបណ្ដែតទៀតអញ្ចឹងសូមអរគុណសម្រាប់ការតាមដានជួបគ្នានៅវីដេអូចុងក្រោយ